សូមបន្តមកចំណុចបន្ទាប់ទៀតទាក់ទងជាមួយនឹងការអានពាក្យហើយខ្ញុំនឹងមាន slide ដើម្បីឲ្យយើងមើលនិងបកប្រែឡើងវិញហើយយើងស្ដាប់2ដងទៅ3ដងអីទៅដើម្បីឲ្យឆាប់ចាប់បានហើយនឹងឆាប់ចេះពាក្យតោះអញ្ចឹងមកស្ដាប់ទាំងអស់គ្នា看图片，朗读下列双音节词语。 Look at the pictures and read the disyllabic words aloud. 咖啡、可乐、烤鸭、火锅、地图、飞机、毛笔、耳机。 សូមមើលទៅរូបភាពម្ដងទៀតហើយអានឲ្យលឺៗតាមម្ដងទៀតមកណាហើយមើលពាក្យបកប្រែខាងក្រោមផងដើម្បីឲ្យយើងឆាប់ចេះពាក្យបានច្រើន 咖啡、可乐、烤鸭、火锅、地图、飞机、毛笔、耳机。 ចូលដល់ចំណុចទី4ចំណុចទី4យើងសិក្សាអំពី tune sandy អញ្ចឹងតកតងជាមួយនឹង tune sandy ហ្នឹងគឺមានន័យថាសំឡេងទី3បូកនឹងសំឡេងទី3អញ្ចឹងក្នុងហ្នឹងគេបញ្ជាក់ថាជាងទី1ត្រូវតែផ្លាស់ប្ដូរទៅជាសំឡេងទី2វិញពលគឺនៅពេលដែលតម្រង់លំដាប់សំឡេងទី3បូកនឹងទី3ហ្នឹងមានន័យថាសំឡេង3ខាងមុខហើយខាងក្រោយគឺសំឡេង3ទៀតប៉ុន្តែនៅពេលដែលវានៅជាប់គ្នាគឺវានឹងផ្លាស់ប្ដូរទៅជាពីមុខយើងត្រូវប្រើសំឡេង tune ទី2ហើយខាងក្រោយគឺយើងត្រូវប្រើសំឡេងទី3អញ្ចឹងទៅបានគេដាក់ថា2 + 3អញ្ចឹងគេឲ្យឧទាហរណ៍ខាងក្រោមយើងមកមើលឧទាហរណ៍ខាងក្រោមទៅយើងនឹងច្បាស់បន្ថែមទៀតយើងមកមើលឧទាហរណ៍គេដាក់នេះហៅបន្ទាប់មកយើងមើលនៅខាងមុខគឺនេះហ្នឹងក៏ជាសំឡេងទី3ហៅហ្នឹងក៏ជាសំឡេងទី3អញ្ចឹងនៅពេលដែលយើងអានគឺយើងអានខាងមុខសំឡេងទី2ហើយខាងក្រោយសំឡេងទី3វិញគឺយើងអានថានេះហៅអញ្ចឹងមានន័យថាសំឡេងវានៅពេលដែល2ជាប់គ្នាសំឡេងទី3 2ជាប់គ្នាសំឡេងមុខគឺយើងបដូរទៅជាសំឡេងទី2សំឡេងខាងក្រោយគឺយើងនៅរក្សាទុកសំឡេងទី3ដដែលប៉ុន្តែការសរសេរគឺនៅដដែលទេលើកលែងតែធួនសំឡេងនៅពេលដែលយើងនិយាយចេញទៅអញ្ចឹងទី2ឧទាហរណ៍ទី2និងទី3ដូចគ្នាទេយើងកន្លែងមកមើលខាងក្រោមគេមានដាក់ឧទាហរណ៍ជាច្រើនទៀតដើម្បីឲ្យយើងរៀនអានហើយនឹងសម្គាល់អញ្ចឹងយើងទៅស្ដាប់សំឡេងជនជាតិដើមដែលគាត់អានដើម្បីឲ្យយើងស្ដាប់ទៅគឺយើងឆាប់ចាប់សំឡេងតង់គេបានច្រើនអញ្ចឹងណា朗读下列词语，注意第三声音节的读音。 Read the following words aloud and pay attention to the change in the tone of the third tone syllables. 你好，可以，辅导，小姐，口语，语法，法语，讨好，了解，友好，雨伞，手表。 សូមស្ដាប់ឡើងវិញម្ដងទៀតហើយខ្ញុំបានបកប្រែក៏ដូចជាដាក់អក្សរចិននិងភាសាអង់គ្លេសបន្ថែមទៀតដើម្បីយើងងាយស្រួលមើលហើយនឹងបកប្រែដើម្បីយើងកាន់តែចេះពាក្យឲ្យបានច្រើន你好，可以，辅导，小姐，口语，语法，法语，讨好，了解，友好，雨伞，手表。